សួស្តីអ្នកទាំងអស់គ្នាខ្ញុំហីរ៉ូតាកាហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកសម្រាប់សាច់រឿង anime បែបស្នេហាមួយរឿងដែលសាច់រឿងនេះដែរគ្មានឈ្មោះថា From Me to You សាច់រឿងចង់និយាយអំពីទូស្រីដែលបានយកច្រឡំចំពោះខ្លួនឯងថាមានរូបរាងខូចខ្លាចនិងគណៈពេលនោះដែរនាងក៏ចង់បានមិត្តភាពនិងស្នេហាដោយមានចំណូលពីមិត្តរួមថ្នាក់ប្រុសរបស់នាងម្នាក់ចឹងចាំនឹងថាសាច់រឿងទៅជាណានោះយើងចូលមកសាច់រឿងវិញទៅហើយក្បាលរឿងដំបូងយើងក៏បានឃើញជាមួយនឹងសិស្សស្រី2នាក់ដែលកំពុងនិយាយដើមពីសិស្សស្រីណាម្នាក់ដែលពីហ្នឹងបាននិយាយថាសិស្សស្រីម្នាក់ហ្នឹងមានរូបរាងគួរឲ្យខ្លាចដូចខ្មោចបើយើងហ៊ានតែសម្លឹងមើលមុខនាងដល់តែ2ទៅ3វិនាទីដឹងតែទទួលរងឥទ្ធិពលពីនាងហើយនោះដែរនាងក៏បានធ្វើឲ្យជ្រុះជាមួយនឹងខ្មៅដៃបន្ទាប់មកក៏មានជាមួយនឹងសិស្សស្រីម្នាក់បានរើសខ្មៅដៃនោះឲ្យពីអ្នកនាងហ្នឹងហើយគាត់ទៅពីអ្នកហ្នឹងឃើញម្នាក់ស្រីនឹងព្រៀងក៏បានរត់ចែកជើងនេះដោយសារតែសិស្សស្រីពីអ្នកហ្នឹងស្មានថាម្នាក់ហ្នឹងគឺជាខ្មោចហើយសិស្សស្រីដែលពីអ្នកហ្នឹងបាននិយាយដើមក៏ជាម្នាក់ហ្នឹងដែរម្នាក់ហ្នឹងក៏អន់ចិត្តដែរព្រោះខំជួយគេបែរជាខ្លាចហើយរត់បាត់ចឹងដល់ត្រង់នេះសាច់រឿងក៏បានប្រាប់ឲ្យយើងដឹងហើយថាតាមពិតទៅម្នាក់ស្រីហ្នឹងគឺជាតួឯកស្រីរបស់យើងនឹងឯងដែលនាងនឹងមានឈ្មោះថាសាវកោគ្រូរ៉ូម៉ាចូលមកដល់ព្រឹកថ្ងៃថ្មីឃើញថាសាវកោបានដើរទៅសាលាជាធម្មតាហើយនាងនឹងបានទៅអរុនសួស្ដីមិត្តភក្តិស្រីរួមថ្នាក់នាងនឹងជាធម្មតាដែរតែគេនៅតែឃើញនាងព្រៀងកកដូចថ្មភាសាខ្លាចនាងហើយបន្ទាប់មកសាច់រឿងក៏បានបង្ហាញយើងឃើញជាមួយក្រុមសិស្សប្រុសក្រុមដែលកំពុងដើរហើយនៅក្នុងចំណោមនោះគឺមានសិស្សប្រុសម្នាក់បានអរុនសួស្ដីមកកាន់សាវកោគ្រាន់តែឃើញមនុស្សដែលខ្លួនឯងចាប់អារម្មណ៍និងចង់យកគំរូតាមបានអរុនសួស្ដីមកកាន់គ្រូដូច្នេះសាវកោក៏បានគាំងជាខ្លាំងតែនៅក្នុងចិត្តវិញបានជារីករាយទៅវិញបន្ទាប់មកសាច់រឿងក៏បានបង្វែរទៅអតីតកាលបន្តិចដែលបរិមម្នាក់នេះគឺជាតួឯកប្រុសរបស់យើងនឹងឯងในការនោះគាត់កំពុងតែរកផ្លូវទៅសាលាមួយដែលមានឈ្មោះថា Kita Horo High School ប៉ុន្តែគាត់មិនដឹងទៅតាមផ្លូវណាទេដូច្នេះហើយសាវកក៏បានស្ម័គ្រចិត្តចូលទៅប្រាប់ផ្លូវគាត់ទៅដើរតាមផ្លូវណាបន្ទាប់ពីសាវកបានប្រាប់គាត់រួចហើយគាត់ក៏បានងាកមកអរគុណទៅកាន់សាវកភ្លាមៗនោះក៏បានធ្វើឲ្យសាវកក្នុងចិត្តតាមឯងថាតាពីដើមមកគ្រប់គ្នាតែងតែសុំទោសនាងដោយគ្មានមូលហេតុទោះបីជានាងមិនបានធ្វើអីក៏ដោយប៉ុន្តែខាសេអាយ៉ាដែលជាទូប្រុសរបស់យើងនេះឯងគឺបានអរគុណមកនាងទាំងស្នាមញញឹមបន្ទាប់មកសាច់រឿងក៏កាត់មកក្នុងថ្នាក់រៀនវិញនៅម៉ោងរៀនខ្ញុំឃើញថាខាសេអាយ៉ាក៏បានបង្កើតប្រាប់មិត្តរួមថ្នាក់គាត់អំពីការសាកបងពីផ្លាហាវិធីរបស់ណាដែលយើងឃើញថាមានអ្នកខ្លះបានសួរលើពួកម៉ាក់ខ្លួនឯងថាទៅអត់អីចឹងណាខាសេអាយ៉ាក៏បានបន្តនិយាយទៀតដែរថាក៏ដាស់ចោះឈ្មោះចូលក្នុងពិធីសាកបងភាពក្លាហានគឺគាត់នឹងបិទនៅក្រៅថ្នាក់ចឹងហើយអ្នកដែលចង់ចូលអាចទៅចោះឈ្មោះនឹងត្រូវការលុយចំនួន200 យ៉េនចំណែកឯសាវកោវិញដូចជាចង់ទៅបន្តិចអត់បន្តិចមួយទេហើយក៏មានពីអ្នកនេះដែលគិតថាបើសាវកោមកប្រកាសជាមានខ្មោចមែនតែនមកដែរហើយអញ្ចឹងយើងឃើញថាពីអ្នកនេះទំនេរមែនតែនអញ្ចឹងយើងមិនខ្វល់ពីហ្នឹងទេយើងនឹងខ្វល់ពីសាវកោយើងវិញដែលសាវកោបន្ទាប់ពីឮពីអ្នកនោះនិយាយអញ្ចឹងហើយនាងក៏បានគិតចិត្តតែម្នាក់ឯងទៀតហើយថានាងនឹងមិនអោយរឿងហ្នឹងកាត់ឡើងមកទេបន្ទាប់ពីខាសេអាយ៉ាឡើងនិយាយចប់លោកគ្រូក៏បានឡើងមិននិយាយម្ដងដែលគាត់ត្រូវការជាមួយនឹងអ្នកស្ម័គ្រចិត្តម្នាក់ដើម្បីមកជួយគាត់រៀបចំថ្នាក់មុនពេលវិសមការរដូវចូលមកដល់គាត់បន្ថែមទៀតថាបើសិនជាគ្មានអ្នកស្ម័គ្រចិត្តទេគឺគាត់នឹងរើសដោយខ្លួនឯងហើយភ្លាមនោះសាវកក៏បានលើកដៃដើម្បីយកព្រមជួយលោកគ្រូមុនវិសមការរដូវក្តៅចូលមកដល់ហើយគ្រាន់តែសាវកលើកដៃមនុស្សក្នុងថ្នាក់ហ្នឹងចាប់ដើមភ្ញាក់ផ្អើលដូចឃើញខ្មោចអីចឹងបន្ទាប់មកខាសេអាយ៉ាបានលើកដៃជំទាស់និងនិយាយថាសាវកនាងតែងតែយកប្រងធ្វើការងារណាដែលគេមិនចង់ធ្វើឬក៏មិនធ្វើឬដូច្នោះសាវកក៏បានទម្លាក់ដៃចុះមកវិញហើយលោកគ្រូក៏បានសួរទៅខាសេអាយ៉ាថាតើគាត់ចង់ធ្វើជំនួសសាវកមែនមិនទាន់បានតទៅលោកគ្រូវិញផងស្រាប់តែសាវកបានងើបឈរឡើងហើយបាននិយាយថាឲ្យនាងធ្វើការនឹងមកព្រោះអីនៅពេលវិសមការរដូវក្តៅនេះគឺនាងគ្មានអ្វីធ្វើទេចឹងគឺតំណែងនាងអត់មានអីធ្វើនាងចង់ជួយធ្វើកិច្ចការសាលាចឹងបន្ទាប់ពីឮដូច្នោះលោកគ្រូក៏បានយកប្រើឲ្យសាវកធ្វើទៅម៉ោងសម្រាប់ក៏បានមកដល់សាវកបានចេញទៅស្រោចទឹកផ្កានិងបានជួបនិយាយជាមួយនឹងមិត្តភក្តិការនៅពីបឋមសិក្សារបស់នាងត្រង់នេះវាអត់សំខាន់ទេចឹងនឹងរំលងឡើងចោលដោយដឹងថាសាវកបាននិយាយជាមួយមិត្តភក្តិនាងនោះនិយាយពីការនៅបឋមហើយឡើងមកដល់នឹងនិយាយពាក់ព័ន្ធនឹងខាសេអាយ៉ាដែលសាវកបាននិយាយថាខាសេអាយ៉ាគឺជាមនុស្សដែលរស់រាយនិងជាមនុស្សដែលនាងចង់យកគំរូតាមភ្
ភ្លាមនោះស្រាប់តែនាងងាកមើលក្រោយឃើញថាសេអាយ៉ាកំពុងតែឈរស្ដាប់នាងនិយាយនៅតាមបង្អួចទៅវិញគាត់នៅឃើញដូច្នោះក៏បានធ្វើឲ្យសាវកភ័យវងអៀនផងបន្ទាប់ពីខាសេអាយ៉ាសួរទៅកាន់សាវកហើយត្រូវបានសាវកឆ្លើយវិញដោយប្លែកៗធ្វើឲ្យគាត់អស់សំណរយ៉ាងខ្លាំងមិនគិតវែងឆ្ងាយច្រើនខាសេអាយ៉ាបានឲ្យសាវកឈរនៅទីនោះហើយគឺគាត់នឹងទៅនិយាយជាមួយនាងនៅទីនោះដែរគ្រាន់តែឃើញចឹងមិត្តភ័ក្តិសាវកបានសុំខ្លួនទៅមុនហើយទូឲ្យនាងនឹងនិយាយជាមួយខាសេអាយ៉ាទៅចុះនៅត្រង់កន្លែងនេះគឺខ្ញុំនឹងសង្ខេបងាយយកទៅចុះកន្លែងនេះគឺថាសាវកបានគិតក្នុងចិត្តហើយថែមទាំងសរសើរខាសេអាយ៉ាក្នុងចិត្តទៀតគឺថាខាសេអាយ៉ានឹងគឺល្អណាស់នៅពេលដែលនាងបញ្យល់អារម្មណ៍របស់នាងពិតទៅកាន់គាត់យល់ហើយនឹងគាត់មិនគិតថានាងនិយាយកុហកហើយថែមទាំងជឿនាងទៀតផងហើយកាសេអាយ៉ាបាននិយាយទៅកាន់សាវកដែលយកច្រឡំថាគាត់គិតថានាងគឺសោកគាត់ក៏នៅលើដូច្នោះសាវកបានបដិសេធទៅកាន់កាសេអាយ៉ាវិញយ៉ាងលឿនដោយនាងបាននិយាយថានេះជាការយកខុសហើយនាងតែងតែចង់ខ្លាចជាមនុស្សម្នាក់ដែលរស់រាយដូចនឹងកាសេអាយ៉ាជានិច្ចហើយបន្ទាប់មកកាសេអាយ៉ាបានតបទៅសាវកវិញដែលគាត់បាននិយាយថាតើនាងនឹងទេមិនពិតទៅគាត់មិនមែនរស់រាយរាក់ទាក់ដូចនាងគិតទេលឿនចឹងសាវកបានតបទៅខាសេអាយ៉ាវិញយ៉ាងរហ័សដែលនាងបាននិយាយថាទេខាសេអាយ៉ាពិតជារស់រាយរាក់ទាក់ពិតមែនសូម្បីតែឈ្មោះរបស់គាត់ហើយខាសេអាយ៉ាបានសួរទៅកាន់សាវកថាចុះអ្នកវិញសាវក黒沼សាវកប៉ុណ្ណឹងបានហើយចូល copyright ជួយមកឡើយតោះអញ្ចឹងចូលតួប៉ុណ្ណឹងបាយយើងចូលដល់សាច់រឿងយើងវិញយើងឃើញថាសាវកបន្ទាប់ពីខាសេហើយឈ្មោះពេញរបស់នាងក៏បានធ្វើឲ្យនាងពិតជារំភើបចិត្តនិងសប្បាយចិត្តទាំងក៏ដូចជាគៀងនៅឈើម្ដុំក៏ព្រោះថានេះជាលើកទី1ហើយដែលមានគេហៅឈ្មោះពេញរបស់នាងក៏ដូចជាឈ្មោះប្រវត្តិនាងសាវកបន្តទៀតថានាងអាចដោះស្រាយការយកច្រឡំជាលើកទី1ក្នុងជីវិតរបស់នាងខាសេយ៉ាតបពេលយើងនិយាយគ្នាអ្នកបានប្រាប់អារម្មណ៍របស់អ្នកមកកាន់ខ្ញុំសាវកបន្ទាប់ពីលើដូច្នោះនាងក៏បានរៀងភ្ញាក់បន្តិចដែរហើយក៏បាននិយាយក្នុងចិត្តតែម្នាក់ឯងទៀតហើយថាខាសេយ៉ាគឺល្អណាស់គាត់ល្អណាស់បន្ទាប់មកខាសេយ៉ាក៏បានប្រាប់ទៅកាន់សាវកថានាងគួរតែមកនៅកម្មវិធីសាកល្បងភាពអាហារសាច់រឿងក៏កាត់មកកន្លែងនេះវិញម្ដងដែលយើងឃើញថាសាវកបានលួចចោះឈ្មោះឲ្យសម្ងាត់សាច់រឿងក៏កាត់មកកន្លែងនេះម្ដងដែលយើងឃើញថាមានសិស្សស្រី2នាក់ដែលបាននិយាយអាក្រក់ពីសាវកបាននិយាយទៀតហើយថាវាប្រកាសជាសបាយហើយបើមានខ្មោចមែនតែនមកមែនព្រាមនោះសាវកក៏បានទៅឈរក្រោយពីអ្នកនោះមិនដឹងតាំងពីកាទេក៏បានធ្វើឲ្យពីអ្នកនោះភ្ញាក់ចង្អប់ដោយសារតែលើពីពីអ្នកនោះដែលនិយាយថាចង់ឲ្យខ្មោចមកប្រហែលសបាយចឹងទៅសាវកក៏បានចង់លេងជាតួខ្មោចដែលដើម្បីប្រកាសអ្នកដែលលេងសាកល្បងភាពប្រហាននៅពេលយប់នេះពីអ្នកនោះក៏បានប្រាប់ដែរថាកុំឲ្យរញខ្លួនឯងកុំឲ្យធ្វើវាដោយចេតនាអីចឹងតែសាវកនាងចង់ធ្វើអញ្ចឹងដើម្បីឲ្យមិត្តរួមថ្នាក់នាងដែលចូលលេងកម្មវិធីនឹងសប្បាយចិត្តដូច្នេះហើយពីអ្នកហ្នឹងក៏អូខេឲ្យសាវកលេងអញ្ចឹងទៅយប់ឡើងក៏បានមកដល់ដែលដំណើរឲ្យមកក្រុមមានចាប់ពី2អ្នកឡើងនឹងរៀងរាល់10នាទីម្ដងត្រូវតែចេញទៅមកក្រុមហើយយើងឃើញដែរថាខាសេយ៉ាក៏មានតែម្នាក់ឯងទេសាច់រឿងក៏កើតមកក្នុងព្រៃនេះម្ដងយើងឃើញថាមានខ្មោចមួយកំពុងតែដើរចុះឡើងតាមពិតទៅនាងគឺជាសាវកសោះដោយសារតែនាងដើរតួជាខ្មោចនឹងឯងក្រុមដំបងដែលត្រូវដើរចូលព្រៃក៏បានមកដល់តែមាន2នាក់នឹងឯងហើយសាវកក៏បានទៅបន្លាយ2នាក់នោះយ៉ាងមកអស់ដែរធ្វើឲ្យ2នាក់នោះបានរត់ឥតជើងចោលតែម្ដងហើយនាងក៏បន្តធ្វើបែបនេះជាបន្តបន្ទាប់រហូតដល់វេនរបស់ខាសេអាយ៉ាវេនរបស់ខាសេអាយ៉ាក៏បានមកដល់ដែលគាត់បានដើរចូលក្នុងព្រៃដូចក្រុមដទៃដែរតែគាត់មិនបានរត់ដូចគេទេគាត់នៅភ្ញាក់បន្តិចហើយគាត់បានប្រាប់ទៅកាន់សាវកថានាងគួរតែប្រាប់គាត់មុនកុំឲ្យគាត់ខ្លាចអីចឹងហើយគាត់បានប្រាប់ទៅកាន់សាវកទៀតថាគាត់គិតថានាងមកហើយសាវកបាននិយាយតបទៅកាន់ខាសេអាយ៉ាអ្វីដែលគាត់បាននិយាយមុននេះដែលនាងបាននិយាយថាបើសិនបើនាងប្រាប់គាត់មុនថានាងធ្វើពិតជាខ្មោចគាត់នឹងមិនមានបទពិសោធន៍ក្នុងការភ័យខ្លាចទេខាសេអាយ៉ាក៏បានសួរទៅកាន់សាវកទៀតថាតើនាងមិនខ្លាចទេមែននៅក្នុងព្រៃពេលយប់ចឹងសាវកក៏បានតបទៅកាន់ខាសេអាយ៉ាថានាងចូលចិត្តពេលយប់ចូលជាពិសេសគឺនៅក្នុងរដូវក្តៅនេះឯងហើយនាងក៏ចូលចិត្តជាមួយនឹងខ្យល់និងក្លិននៅពេលយប់ជាមួយនឹងសំឡេងស្លឹកឈើកន្លងនៅពេលយប់តមកពីអ្នកនោះក៏បានដើរមកដល់ដែលពីអ្នកហ្នឹងដើរមកក្នុងបំណងចង់ឲ្យមាត់ទៅកាន់សាវកដែលសាវកបានដើរតួលេងជាខ្មោចលើងគេបានល្អ
ហើយរង្វាន់នោះគឺជាទឹកអីម្យ៉ាងខ្ញុំអត់ដឹងទេហើយសាវកោក៏បានអរគុណទៅកាន់ពីរអ្នកនឹងអញ្ចឹងទៅហើយកាសេអាយ៉ានិងសាវកោក៏បានបន្តនិយាយគ្នាបន្តទៀតទៅយើងឃើញថានៅពេលនេះគឺចប់ហើយអញ្ចឹងរដូវក្តៅក៏បានចូលមកដល់កាសេអាយ៉ាបានប្រាប់ទៅកាន់មិត្តភក្តិរួមថ្នាក់របស់គាត់ទាំងអស់ថាគឺគាត់នឹងប្រកាសលទ្ធផលនៃការប្រកួតប្រជែងភាពក្លាហានណាប៉ុន្តែមុននឹងគាត់ធ្វើមិត្តភក្តិរបស់គាត់បានប្រាប់ទៅគាត់ថាពួកគេនឹងដាក់ទណ្ឌកម្មទៅកាសេអាយ៉ាដោយសារគាត់មិនបានដើរទៅដល់គោលដៅនៃការប្រកួតសាកល្បងភាពក្លាហានហើយការវិន័យមនុស្សក៏ដូចជាការដាក់ទណ្ឌកម្មមនុស្សគឺពួកគេនឹងតម្រូវឲ្យកាសេអាយ៉ាដែលជំនឿសាវកោចំនួន1សប្តាហ៍ពេញឬដូច្នោះក៏បានធ្វើឲ្យសាវកោបច្ចេកៀងមែនទែនមិនត្រឹមតែប៉ុណ្ណឹងទេមិត្តរួមថ្នាក់របស់កាសេអាយ៉ាក៏បាននិយាយទៀតថាយុគមិញគឺគេបានដឹងថាកាសេអាយ៉ានិងសាវកោបាននៅជាមួយគ្នាតែនោះជារឿងមែនអស់ឬដូច្នោះកាសេអាយ៉ាបាននិយាយទៅកាន់ពួកនោះថាតែពួកនោះដឹងអត់ថាសាវកោគឺជាមនុស្សស្រីចឹងហើយគឺវាមិនល្អទេដែលនិយាយចឹងដល់មិនចង់ឲ្យកាសេអាយ៉ាកោជាមួយដោយសារតែនាងសាវកោបានឡើងទៅនិយាយបកស្រាយប្រាប់ពួកនោះថាត្រូវហើយយុគមិញនាងពិតជាបាននៅជាមួយកាសេអាយ៉ាមែនប៉ុន្តែពួកគេបានធ្វើអីផ្សេងពិសេសទេចឹងហើយកុំឲ្យពួកនោះយល់ច្រឡំទៀតអីថារួចសាវកោបានចេញពីថ្នាក់នឹងដើរទៅផ្ទះសាវកោក៏បានមកដល់ផ្ទះស្អែកឡើងនៅពេលព្រឹកម្ដាយរបស់នាងក៏បានសួរថាក្រែងនេះជាវិស្មករដូវក្តៅមិនមែនទេអីម្ដេចបាននាងទៅសាលាទៀតយ៉ាងសាវកោក៏បានតបទៅម្ដាយនាងវិញថានាងត្រូវតែជួយការងារលោកគ្រូនៅសាលាហើយដូច្នេះហើយបានជានាងត្រូវតែទៅសាលាសាច់រឿងក៏កាត់មកកន្លែងនេះម្ដងដែលឃើញថាសាវកោបានដើរទៅសាលាពេលនោះនាងបានយំហើយគិតក្នុងចិត្តថានៅពេលវិស្មកររដូវក្តៅបានចប់នាងប្រហែលជាមិនអាចមើលកាសេអាយ៉ាបានទៀតទេកាសេអាយ៉ាប្រហែលជានឹងមិននិយាយរុនទៅស្ដីមកកាន់នាងទៀតទេនិងកាសេអាយ៉ាអាចនឹងគិតពីនាងពេលនោះនាងក៏បានដើរជួបជាមួយនឹងកាសេអាយ៉ាម្ដងទៀតកាសេអាយ៉ាមិននិយាយអីច្រើនក៏បានហត់អ្វីមួយទៅកាន់នាងដោយប្រាប់នាងថានេះគឺជារង្វាន់អ្នកដែលឈ្នះនៅក្នុងកម្មវិធីនោះហើយបាននិយាយទៀតថាអ្នកទាំងអស់គ្នាបានសុំទោសរួចហើយសាវកោបានអរគុណទៅកាន់កាសេអាយ៉ាដែលនៅតែនិយាយរឿងនេះនឹងអរគុណដែលបានប្រាប់ដំណឹងនេះមកកាន់នាងហើយនេះបាននិយាយទៀតថាអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាពួកគេយល់ច្រឡំនិងអរគុណដែលកាសេអាយ៉ាបានការពារមកកាន់នាងនៅពេលនោះកាសេអាយ៉ាបានតបទៅកាន់សាវកោថាតើអ្នកដឹងទេខ្ញុំមិនដែលគិតថាអ្នកពិតជារំខានខ្ញុំទេសាវកោតបកុំអារម្មណ៍ពីខ្ញុំអីនាងបន្តទៀតថាខ្ញុំយល់ពីអារម្មណ៍របស់អ្នកកាសេអាយ៉ាបានប៉ាសារទៅកាន់សាវកោថាទេអ្នកមិនយល់អារម្មណ៍របស់ខ្ញុំទេហើយគាត់បានបន្តនិយាយទៀតដែរថាតែខ្ញុំដែលរំពឹងទេថាខ្ញុំអាចជួបអ្នកទៅគឺថាគាត់ខ្លួនឯងក៏គាត់មិនយល់ទេថាអារម្មណ៍គឺជាអារម្មណ៍អ្វីនៅពេលដែលសាវកោបានប្រាប់ផ្លូវមកកាន់គាត់រួចហើយប៉ុន្តែអារម្មណ៍មួយនោះគឺបានកាត់ឡើងនៅពេលដែលគាត់បានជួបសាវកោរបស់នឹងឯងគឺពេលហ្នឹងហើយអារម្មណ៍មនុស្សចេះតែបន្តកើនឡើងទៅរហូតមកដល់ឥឡូវវាបានរីកធំជាងពីមុនទៅទៀតប៉ុន្តែគាត់ឆ្ងល់ថាថ្ងៃណាមួយឈានដល់ពីខ្ញុំទៅកាន់អ្នកទាំងអស់គ្នាប្រកបជាឆ្ងល់ថាកន្លែងហ្នឹងចង់និយាយពីអីចឹងមកចង់ដឹងថាសាច់រឿងនៅទៅជាយ៉ាងណាទៀតហ្នឹងមានតែចាំតាមដានជាមួយនឹងភាពក្រោយទៀតតែប៉ុណ្ណោះចឹងសាច់រឿងនេះបានមកដល់ទីបញ្ចប់ហើយជួបគ្នាវីដេអូក្រោយបាយ